ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនា Channel Hot New Daily ថ្ងៃនេះដែរគឺខ្ញុំមានព័ត៌មានថ្មីមួយមកចែកម្លែកជូនបងប្អូនឲ្យបានដឹងទាក់ទងជាមួយនឹងប្រទេសថៃគឺមានអគ្គិភ័យដ៏ធំមួយបានលេបត្របាក់ខុនដូ38ជាន់មួយកន្លែងនៅឯទីក្រុងបាងកកប្រទេសថៃចឹងដោយការសន្យាតាំងពីវីដេអូមុនចឹងខ្ញុំនឹងទៅស្វែងរកព័ត៌មានផ្សេងដែលកំពុងតែកើតមាននៅឯប្រទេសថៃមកលើកជូនពុកម៉ែបងប្អូនឲ្យបានដឹងជាពិសេសនោះគឺតាក់ទងជាមួយនឹងវិនាសកម្មដែលថៃកំពុងតែកើតមានចឹងកុំឲ្យបងប្អូនរងចាំយូរខ្ញុំនឹងទៅបកស្រាយតាក់ទងជាមួយនឹងគ្រោះអគ្គិភ័យនឹងជូនបងប្អូនថ្ងៃប្រហ័សទី19ខែតុលាឆ្នាំ2025អគ្គិភ័យដ៏ធំមួយបានផ្ទុះឡើងនៅអគារខុនដូប្រណិតកម្ពស់38ជាន់មួយកន្លែងដែលស្ថិតនៅតំបន់ផិនក្លាវខណ្ឌបាងកណយទល់មុខផ្សារទំនើបល្បីឈ្មោះមួយនៅឯទីក្រុងបាងកកមុនដំបូងគេឃើញផ្សែងខ្មៅអាប់ក្រាស់ខ្មឹកចេញពីជាន់ទី16ហើយបានរាលដាលឆេះទៅទីតាំងខាងលើតាមរបាយការណ៍បានបង្ហាញថាមនុស្សជាច្រើនអ្នកបានជាប់គាំងនៅក្នុងអគារជាពិសេសនៅជាន់ទី17និងជាន់ទី24និងនៅលើទីតាំងយ៉រ៉ុនដាជាន់ទី30ខុនដូនោះតាមព័ត៌មានលម្អិតនៃកន្លែងកាត់ហេតុបានឲ្យដឹងថានៅម៉ោងប្រហែល 1:55 នាទីរសៀលនៅថ្ងៃប្រហ័សទី9ខែតុលាមជ្ឈមណ្ឌលវិទ្យុរាមា199បានទទួលព័ត៌មានរាយការណ៍អំពីអគ្គិភ័យនៅក្នុងអគារលំនៅឋានមួយកន្លែងដែលក្រោយមកត្រូវបានបញ្ជាក់ថាអគារខុនដូកម្ពស់38ជាន់ដែលស្ថិតនៅផ្លូវសម្ដេចព្រះថិនផ្លៅក្នុងតំបន់អារុតអេមរិនខណ្ឌបាងកណយទីក្រុងបាងកកប្រទេសថៃអគារនេះស្ថិតនៅទល់មុខនឹងផ្សារទំនើបល្បីឈ្មោះមួយកន្លែងនៅក្នុងសង្កាត់ផិនក្លាវនៅវេលាម៉ោង 1:58 នាទីរសៀលបុគ្គលិកផ្នែកពន្លត់អគ្គិភ័យនិងក្រុមជួយសង្គ្រោះនៅតំបន់បាងខុនណុនបានទៅដល់កន្លែងកើតហេតុភ្លាមផ្សែងក្រាស់ដែលបានហុយចេញពីទីតាំងជាន់ទី16នៃអគារនិងក្រុមអ្នកពន្លត់អគ្គិភ័យនេះបានចាប់ផ្ដើមវាយតម្លៃស្ថានភាពនិងគ្រប់គ្រងអគ្គិភ័យបានភ្លាមពួកគេបានបង្កើតក្រុមមួយនៅក្នុងអគារដើម្បីជួយជម្លៀសអ្នកស្នាក់នៅទីតាំងនោះនៅវេលាម៉ោង 2 ប្រហែល 3 នាទីប្រតិបត្តិការជួយសង្គ្រោះបានចាប់ផ្ដើមធ្វើយ៉ាងម៉ឺងម៉ាត់និងជម្លៀសបុគ្គលដែលមិនជាប់គាំងនៅតំបន់នោះទៅកាន់ទីតាំងសុវត្ថិភាពនៅទីតាំងជាន់ទៀតស្ថានភាពនៅតែធ្ងន់ធ្ងររហូតដល់ម៉ោង 2:20 នាទីនៅមានរបាយការណ៍ថាមនុស្សជាច្រើនអ្នកបានជាប់គាំងនៅទីតាំងជាន់ទី17និងជាន់ទី24បន្ថែមទៀតក្រុមអ្នកជួយសង្គ្រោះបានបន្តកិច្ចខំប្រឹងប្រែងដើម្បីជួយអ្នកដែលនៅជាប់គាំងដែលតាមរបាយការណ៍នៅម៉ោង 2 ប្រហែល 37 នាទីបានបង្ហាញថាមនុស្សដែលនៅជាប់គាំងនៅទីតាំងយ៉រ៉ុងដាជាន់ទី33ដែលជាតំបន់ដែលពិបាកនឹងអ្នកជួយសង្គ្រោះទៅដល់អ្នកពន្លត់អគ្គិភ័យនិងក្រុមជួយសង្គ្រោះបានធ្វើការយ៉ាងស្វិតស្វាញប្រឆាំងនឹងពេលវេលាដើម្បីគ្រប់គ្រងភ្លើងនិងជួយសង្គ្រោះជនរងគ្រោះផងដែរបងប្អូននៅម៉ោង 2:35 នាទីរសៀលអ្នកស្នាក់នៅជនជាតិបរទេសម្នាក់ដែលរត់មកពីទីតាំងជាន់ទី15ត្រូវបានជម្លៀសដោយសុវត្ថិភាពទៅកាន់តំបន់សួនច្បារនៅជាន់ទី7នៃខុនដូនៅម៉ោង 2:41 នាទីរសៀលបុគ្គល2នាក់ដែលជាប់នៅក្នុងចណ្ដាលយន្តត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពដោយក្រុមប្រតិបត្តិការព័ត៌មានបន្ថែមនឹងត្រូវផ្ដល់ជូននៅពេលក្រោយទាក់ទងជាមួយនឹងការវិវត្តនិងកិច្ចការខំប្រឹងប្រែងរបស់អ្នកពន្លត់អគ្គិភ័យអញ្ចឹងបងប្អូនស្ថានភាពបច្ចុប្បន្នគឺអត់ទាន់មានការបកស្រាយច្បាស់លាស់ពីខាងមន្ត្រីពន្លត់អគ្គិភ័យនៅឡើយទេថាមានអ្នកស្លាប់ឬរបួសដោយសារតែគ្រោះអគ្គិភ័យនឹងអញ្ចឹងព័ត៌មានខ្ញុំនឹងអាប់ដេតបន្ថែមទៀតនៅពេលដែលខាងព័ត៌មាននៅប្រទេសថៃចុះផ្សាយបន្ថែមទាក់ទងជាមួយនឹងគ្រោះអគ្គិភ័យនៅឯទីតាំងខុនដូនឹងអញ្ចឹងជាចុងក្រោយសូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនា
តាក់ទងជាមួយនឹងព្រឹត្តិការណ៍ព័ត៌មានរបស់ Channel Hot New Daily អញ្ចឹងសម្រាប់កំហុសឆ្គងផ្សេងៗនៅក្នុងការអធិប្បាយរបស់ខ្ញុំបើមានកំហុសកន្លែងណាដែលមិនសមរម្យសូមបងប្អូនអធិស្ឋានយើងនឹងកែសម្រួលសម្រាប់វីដេអូបន្ទាប់ទៀតសូមអរគុណ